ក្មេងស្រីម្នាក់ឈ្មោះម៉ូអាណាស្រឡាញ់មហាសមុទ្រខ្លាំងណាស់និងចង់ស្វែងរកអាថូកំបាំងនៃពិភពលោកខាងក្រៅលោកយាយរបស់នាងបាននិទានរឿងព្រេងអំពីបេះដូងរបស់ទេហ្វីទីដែលត្រូវបានលួចដោយព្រះម៉ៅអ៊ីកាលពីមុនភាពងងឹតបានរីករាលដាលពីប៉ុនកោះធ្វើឲ្យដើមដូងក្រៀមស្វិតនិងត្រីក្នុងសមុទ្រចាប់ផ្ដើមបាត់អស់មហាសមុទ្របានជ្រើសរើសម៉ូអាណាហើយផ្ដល់បេះដូងត្បូងពណ៌បៃតងឲ្យនាងដើម្បីជួយសង្គ្រោះកោះដ៏ស្រស់ស្អាតទោះបីជាមានការហាមឃាត់ម៉ូអាណាបានសម្រេចចិត្តចាក់ចេញពីកោះដើម្បីស្វែងរកព្រះម៉ៅអ៊ីនៅកណ្ដាលសមុទ្រនាងបានជួបព្រះម៉ៅអ៊ីហើយសុំឲ្យគាត់ជួយយកបេះដូងទៅសងវិញម៉ៅអ៊ីមិនចង់ជួយទេប៉ុន្តែមហាសមុទ្របានជួយម៉ូអាណាដើម្បីបង្ខំឲ្យគាត់យល់ព្រមពួកគេត្រូវបានវាយប្រហារដោយពួកកាកាមូរ៉ាដែលជាចៅសមុទ្រតូចៗមានរូបរាងដូចជាផ្លែដូងដើម្បីទទួលបានទំពក់វេទមន្តមកវិញពួកគេត្រូវតែចុះទៅកាន់ពិភពបិសាចដោយខ្មៅងងឹតនិងគ្រោះថ្នាក់ពួកគេបានប្រឈមមុខជាមួយតាម៉ាតូអាដែលជាក្តាមยักษ์ចូលចិត្តពន្លឺភ្លឺផ្លេកនិងមានមាសប្រាក់ចរន្តដោយប្រើប្រាជ្ញាវាងវៃម៉ូអាណាអាចបោកបញ្ឆោតតាម៉ាតូអាហើយយកទំពក់របស់ម៉ៅអ៊ីមកវិញបានសម្រេចម៉ៅអ៊ីចាប់ផ្ដើមបង្រៀនម៉ូអាណាពីរបៀបមើលផ្កាយនិងការធ្វើដំណើរតាមសមុទ្រដោយប្រើចំណេះដឹងទីបំផុតពួកគេបានទៅដល់កោះថេហ្វីប៉ុន្តែត្រូវបានរារាំងដោយបិសាចភ្លឺទេកាដកែការវាយប្រហារលើកដំបូងបានបរាជ័យហើយទំពក់របស់ម៉ៅអ៊ីត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងសមរភូមិម៉ូអាណាបានប្រគល់បេះដូងឲ្យទេហ្វីទីហើយធម្មជាតិក៏ចាប់ផ្ដើមមានជីវិតស្រស់បំព្រងឡើងវិញគ្រប់ទីកន្លែងនាងបានដឹងថាទេកាមិនមែនជាសត្រូវទេប៉ុន្តែគឺជាទេហ្វីទីដែលគ្មានបេះដូងម៉ូអាណាបានដើរចូលទៅរកទេកាហើយច្រៀងបទចម្រៀងដ៏ពីរោះនាងបានដាក់បេះដូងចូលទៅក្នុងទ្រូងហើយបិសាចភ្លើងក៏ប្រែជាទេវតាដ៏ស្រស់ស្អាតធម្មជាតិបានរស់ឡើងវិញកោះមានសុវត្ថិភាពហើយម៉ូអាណាបានត្រឡប់ទៅផ្ទះវិញអ្នកភូមិទាំងអស់បានក្លាយជាអ្នកធ្វើដំណើរតាមសមុទ្រម្ដងទៀតដោយមានម៉ូអាណាជាអ្នកដឹកនាំដ៏ពូកែ